រឿងបញ្ញាទៅលេងទីក្រុងខ្ញុំឈ្មោះបញ្ញាឆ្នាំនេះខ្ញុំមានអាយុ7ឆ្នាំហើយវិស្មកាលឆ្នាំនេះយាយសន្យានឹងនាំខ្ញុំទៅលេងទីក្រុងភ្នំពេញខ្ញុំសប្បាយចិត្តណាស់ព្រោះខ្ញុំមិនដែលស្គាល់ទីក្រុងភ្នំពេញទេយប់នេះខ្ញុំគេងមិនលក់សោះព្រោះខ្ញុំអរពេកទីក្រុងភ្នំពេញមានរូបរាងយ៉ាងដូចម្តេចទៅណពុកប្រាប់ថាទីក្រុងភ្នំពេញធំហើយស្អាតណាស់ម៉ែប្រាប់ថាទីក្រុងភ្នំពេញមានមនុស្សច្រើននិងសំឡេងអ៊ូអរណាស់តាប្រាប់ថាទីក្រុងភ្នំពេញមានសណ្ឋាគារខ្ពស់ៗនិងភ្លើងភ្លឺចិញ្ចាចចិញ្ចែងយាយប្រាប់ថាទីក្រុងភ្នំពេញមានឡានតូចធំនិងម៉ូតូច្រើនណាស់បងស្រីប្រាប់ថាផ្ទះរបស់ពូមីងនៅកណ្ដាលទីក្រុងភ្នំពេញបងប្រុសប្រាប់ថាពូមីងមានកូនស្រីតែម្នាក់គត់ឈ្មោះកញ្ញាទីក្រុងភ្នំពេញមានឡានម៉ូតូច្រើនមែនប៉ុន្តែពុំសូវមានកង់ទេទីក្រុងភ្នំពេញមានផ្លូវខ្វាត់ខ្វែងច្រើនណាស់ទីក្រុងភ្នំពេញពិតជាធំមែនបណ្ដាលឲ្យខ្ញុំមើលចង់ភ្លឹកពូអ្នកបើកម៉ូតូកង់3បើកកញ្ចក់ធ្វើឲ្យខ្ញុំវង្វេងវង្វាន់អស់ហើយខ្ញុំជិះកាត់តាមវត្តភ្នំមានសណ្ឋាគារមួយនៅក្បែរនោះបន្តមកទៀតមានបណ្ណាល័យជាតិនៅក្បែរនោះដែរយាយប្រាប់ថាបន្តិចទៀតយើងទៅដល់ភ្លើងសញ្ញាចរាចរណ៍មួយបន្ទាប់មកយើងនឹងទៅដល់ផ្ទះពូមីងហើយយាយប្រាប់ថាពូមីងមានលុយច្រើនសន្ធឹកសន្ធាប់ណាស់គាត់ជាមនុស្សមានសណ្ដាប់ធ្នាប់ល្អយាយប្រាប់ខ្ញុំបន្ថែមថាបញ្ញាចុចកណ្ដឹងនេះទៅខ្ញុំក៏ចុចកណ្ដឹងឮសូរទីងតង់ទីងតង់ពូមីងក៏ចិញ្ចឹមឆ្កែឆ្មានិងត្រីដែរប៉ុន្តែមិនមែនត្រីកញ្ចុះត្រីកញ្ចាញ់ច្រាសត្រីកន្ធរត្រីកន្ធាយនិងអន្ទង់ទេកញ្ញាចេញមកសំពះសួរយាយហើយនិយាយរាក់ទាក់ជាមួយខ្ញុំកញ្ញាពុំមែនជាមនុស្សឆ្មើងឆ្មៃដូចខ្ញុំគិតឡើយខ្ញុំនិងកញ្ញារៀនជាមួយគ្នាអានសៀវភៅជាមួយគ្នាលេងជាមួយគ្នាខ្ញុំនិងកញ្ញាលេងត្រូវគ្នាណាស់កញ្ញាសរសើរខ្ញុំថាបងបញ្ញាពូកែចាប់កន្ទុំរុយណាកញ្ញាមានសៀវភៅអានច្រើនណាស់ខ្ញុំឆ្ងល់ថាតើកញ្ញាបានសៀវភៅមកពីណាច្រើនម្ល៉េះកញ្ញាប្រាប់ថាសៀវភៅទីនេះនាងទិញនៅបណ្ណាគារខ្ញុំនិងកញ្ញាលេងស្និទ្ធស្នាលជាមួយគ្នាណាស់យាយចេះតែបង្អាប់ខ្ញុំថាបញ្ញាប្រហែលមិនចង់ត្រឡប់ទៅផ្ទះវិញទេមើលទៅកញ្ញាក៏ខំនិយាយបញ្ចុះបញ្ចូលឲ្យខ្ញុំរស់នៅទីនេះកញ្ញាបន្តថាប្រសិនបើបងបញ្ញានៅទីនេះខ្ញុំមិនអបសុខទេខ្ញុំក៏ឆ្លើយតបទីក្រុងភ្នំពេញសប្បាយណាស់ប៉ុន្តែខ្ញុំគិតថានៅផ្ទះខ្ញុំសប្បាយជាង2-3ថ្ងៃក្រោយមកខ្ញុំក៏បានសំពះលាពូមីងត្រឡប់មកផ្ទះវិញមិនតែប៉ុណ្ណោះពូមីងថែមទាំងហុចអីវ៉ាន់មួយកញ្ចប់ផ្ញើទៅពុកម៉ែខ្ញុំទៀតផងខ្ញុំសន្យានឹងកញ្ញាថានៅពេលធំឡើងខ្ញុំនឹងមករៀនបន្តនៅទីក្រុងភ្នំពេញបន្ទាប់មកខ្ញុំនឹងត្រឡប់ទៅធ្វើការនៅស្រុកខ្ញុំវិញព្រោះខ្ញុំចង់ឲ្យស្រុកខ្ញុំរីកចម្រើនដែរខ្ញុំត្រឡប់ទៅស្រុកវិញហើយបន្ទាប់ពីស្ដាប់រឿងនិទាននេះចប់ហើយបងប្អូនទាំងអស់គ្នាកុំភ្លេចចូលរួមឆ្លើយសំណួរទាំងអស់គ្នាផងណាសំណួរតើយាយរបស់បញ្ញាបានសន្យានឹងបញ្ញាយ៉ាងដូចម្តេចសំណួរទី2តើបញ្ញាបានកត់សម្គាល់អ្វីខ្លះអំពីទីក្រុងភ្នំពេញសំណួរទី3តើបញ្ញាមានគម្រោងនឹងទៅភ្នំពេញម្ដងទៀតដែរឬទេទៅដើម្បីអ្វីសំណួរទី4ចុះកូនវិញតើកូនធ្លាប់ទៅលេងទីក្រុងភ្នំពេញដែរឬទេ